ក្រសួងទេសចរត្រៀមជាស្រេចដើម្បីស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេចពិចារណាក្នុងការពន្យាដោយថាសម្រាប់ភ្ញៀវទេសចរជនជាតិចិនពី4ខែអាចទៅពេញ1ឆ្នាំ ដំអាចទេករណីដែលកម្ពុជាលើកលែងព្រឹត្តិការណ៍រយៈពេលសាកបង14ថ្ងៃទៅដល់ភ្ញៀវទេសចរចិនអាចទេអានឹងជាករណីសិក្សាមួយថាបើសិនជាយើងទទួលជោគជ័យនឹងថ្ងៃក្រោយកម្ពុជានឹងលើកលែងព្រឹត្តិការណ៍សម្រាប់ភ្ញៀវទេសចរគ្រប់ទាំងអស់មិនថាអាស៊ីអឺរ៉ុបអាស៊ីកណ្ដាលអាស៊ីអីអាចទេមើលទៅឬមកក៏មិនជំហានដោយមិនជំហានសូមអរគុណការលើកលែងព្រឹត្តិការណ៍ជូនភ្ញៀវទេសចរជនជាតិចិននេះគឺរយៈពេល4ខែបាទពីថ្ងៃ15ខែមិថុនាដល់15តុលា2026ហើយគាត់អញ្ជើញមកម្ដងគាត់អាចស្នាក់នៅបាន14ថ្ងៃហើយក្នុងពេល14ថ្ងៃនេះគាត់អាចចេញចូលបានដោយសេរីហើយការធ្វើដំណើររបស់គាត់មកហ្នឹងគឺដោយមិនចាំបាច់ស្នើសុំវីសាដោយមិនបាច់បង់ថ្លៃវីសាចូលមកដល់គឺបំពេញតែ e-arrival card ជាការស្រេចបាទអញ្ចឹងសួរថាតើចេញពីនឹងរាជរដ្ឋាភិបាលមានគម្រោងការក្នុងការផ្ដល់នៅគេហៅថាអត្ថប្រយោជន៍ផ្សេងៗទៀតដែរឬទេក្រសួងទេសចរបានត្រៀមខ្លួនជាស្រេចនិងពិនិត្យដោយយកចិត្តទុកដាក់ថាតើក្នុងរយៈពេល4ខែនៃការលើកលែងព្រឹត្តិការណ៍ជូនភ្ញៀវទេសចរជនជាតិចិននេះធៀបជាមួយនឹង4ខែឆ្នាំមុនដែលមិនមានការលើកលែងនេះតើចំនួនភ្ញៀវមានកំណើនឬទេមានចំណូលចូលសេដ្ឋកិច្ចជាតិសេដ្ឋកិច្ចគ្រួសារច្រើនពីមុនឬទេហើយយើងខ្ញុំសង្ឃឹមថានឹងទទួលបានលទ្ធផលជាវិជ្ជមានពីគោលការណ៍នេះហើយបន្ថែមពីនេះក្រសួងទេសចរត្រៀមជាស្រេចដើម្បីស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេចពិចារណាក្នុងការពន្យាដោយថាសម្រាប់ភ្ញៀវទេសចរជនជាតិចិនពី4ខែអាចទៅពេញ1ឆ្នាំបាទឬក៏ឆ្នាំក្រោយអនុវត្តទៀត4ខែទៀតឬក៏បានជោគជ័យមែនទែនអនុវត្តរហូតសម្រាប់ភ្ញៀវទេសចរជនជាតិចិនហើយចំពោះភ្ញៀវទេសចរជនជាតិដទៃបើគោលការណ៍នេះយុទ្ធនាការនេះបានជោគជ័យវាក៏អាចនឹងជាមូលដ្ឋានមួយសម្រាប់រាជរដ្ឋាភិបាលបាទពិចារណាលើសំណើរបស់ក្រសួងទេសចរក្នុងការលើកលែងព្រឹត្តិការណ៍ជាការសាក់លបងដល់ភ្ញៀវទេសចរជនជាតិដទៃទៀតនេះជាការសង្ឃឹមទុករបស់យើងខ្ញុំចាសូមអរគុណច្រើនណាស់អាយដាមហួតហាក់ចាអាយដាមដែលជារដ្ឋមន្ត្រីក្រសួងទេសចរចានេះខ្ញុំសូមអរគុណដែលបានផ្ដល់បទសម្ភាសន៍ពិសេសទៅដល់អាមេរិកាប៉ុនតូចានៅពេលនេះនឹងខ្ញុំទេពសាវីសូមអរគុណសូមជម្រាបលាអាយដាមចាបាទសូមអរគុណចំពោះសារព័ត៌មានអាមេរិកាប៉ុនតូសូមអរគុណ